សួស្តីប្រិយមិត្តរយៈរបស់ YouTube ទាំងអស់គ្នាជួបជាមួយខ្ញុំបានម្ដងទៀតផ្នែក Plus ហើយនៅក្នុងមេរៀននេះគឺខ្ញុំចង់បង្រៀនអ្នកទាំងអស់គ្នាអំពី Shopping Data គឺបានន័យថារៀបទិន្នន័យរបស់យើងតាមលំដាប់ពីអក្សរ ក ដល់អក្សរ អ ឬក៏ពីអក្សរ A ដល់ Z ឬក៏ពីលេខ1ដល់អនន្តគឺលេខប្រមាណក៏ដោយហើយអាចរៀបបញ្ច្រាស់មកវិញពី A ដល់ ក ក៏បានពី Z ដល់ A វិញក៏បានឬក៏ពីលេខប្រមាណមកដល់លេខ1វិញក៏បានបាទអញ្ចឹងយើងក៏លេខមកមើលទិន្នន័យខាងក្រោមនេះយើងធ្វើចម្ងាយផ្លូវពីភ្នំពេញទៅកាន់ខេត្តនានាគឺយើងមានទិន្នន័យខាងក្រោមនេះគឺពីភ្នំពេញទៅខេត្តកំពតភ្នំពេញបូកគោភ្នំពេញព្រះសីហនុអូខេអញ្ចឹងយើងមើលកន្លែងនេះគឺវាអត់មានតាមលំដាប់ទេកនៅខាងលើបន្តមកបបន្តមកពបន្តមកកបន្តមកពបន្តមកបបន្តមកពទៀតបាទអញ្ចឹងយើងចង់រៀបអាទាំងអស់ហ្នឹងឲ្យទៅតាមលំដាប់យើងឃើញថាមកនេះគឺភ្នំពេញតាមលំដាប់ស្រាប់ហើយគឺយើងមិនចាំបាច់រៀបវាទៀតទេគឺរៀបខាងក្រោមនេះបាទអញ្ចឹងយើងមើលទាំងអស់គ្នាថាយើងគួរធ្វើរបៀបម៉េចបានអាចរៀបវាបានបាទគឺងាយស្រួលទេគឺគ្រាន់តែ select វាមកបន្តមកនៅខាងលើនេះយើងឃើញពី A ដល់ Z ខាងលើនេះសញ្ញានេះបាទខ្ញុំបរិយាយមើលនេះបន្តមកយើងចុចមកគេដាក់ថា short text អូខេយើងកន្លែងនេះគឺមានអក្សរ text បាទគឺវាជាអក្សរអូខេបើវាជាលេខគឺគេដាក់ថា number បើវាជាថ្ងៃខែគឺគេដាក់ថា date បាទអញ្ចឹងពេលនេះគឺ text យើងយក text មកចំពោះ accent នេះគឺរៀបពីអក្សរ ក ដល់អក្សរ អអូខេខាងលើនេះគឺរៀបពីអក្សរ ក ដល់អក្សរ អបាទអញ្ចឹងយើងសាកចុចមកទៅអូខេអញ្ចឹងយើងឃើញថាទិន្នន័យនេះគឺផ្លាស់ប្ដូរពីអក្សរ ក ដល់អក្សរ អវិញគឺរៀបតាមលំដាប់កខាងលើបន្តមកបបន្តមកពអូខេដោយឡែកនៅពេលយើងរើសថា descent វិញគឺវារៀបពីលើចុះក្រោមឡើងលើវិញអូខេអញ្ចឹងយើងចុចអូខេមកបាទគឺវាឆ្លាស់ពីក្រោមឡើងលើវិញគឺពីអក្សរ ពដល់អក្សរ កវិញបាទនេះចំពោះការរៀបទិន្នន័យយើងដូចគ្នាគឺយើងអាចប្រើចំពោះការរៀបលេខចាប់ពីលេខ1ដល់លេខនេះវិញប៉ុន្តែចំពោះទិន្នន័យនេះគឺយើងមិនអាចរៀបលេខនេះបានទេពីព្រោះថាការរៀបលេខនេះគឺគេអាស្រ័យទៅលើអក្សរដែលនៅខាងមុខគឺគេរៀបតែអក្សរនៅខាងមុខទេបើអក្សរនៅខាងមុខយើងមិនអាចរៀបលេខបានទេបើយើងចង់រៀបលេខគឺត្រូវតែយើងដាក់លេខនេះមកខាងមុខវិញដូចគ្នាដែរគឺយើងអាចរៀបអក្សរពី A ដល់ Z បានគឺអក្សរអង់គ្លេសចឹងនៅក្នុងវីដេអូនេះគឺខ្ញុំចង់បង្ហាញអ្នកទាំងអស់គ្នាប៉ុណ្ណឹងហើយសង្ឃឹមថាអ្នកទាំងអស់គ្នាចូលរួម subscribe នៅលើ channel Math Plus ក៏ដូចជា share វីដេអូនេះទៅកាន់មិត្តភ័ក្តិអ្នកទាំងអស់គ្នាបាទសូមអរគុណជួបគ្នានៅមេរៀនក្រោយ